ការពិតទៅយើងទាំងអស់គ្នាមិនមែនខ្សោយឬក៏មិនមានសមត្ថភាពនោះទេគ្រាន់តែថាយើងមានសមត្ថភាពពិសេសផ្សេងគ្នាបើសិនជាទាំងអស់គ្នាមានអារម្មណ៍ថាបាក់ទឹកចិត្តឬក៏មានអារម្មណ៍ថាខ្លួនឯងមិនល្អគ្រប់គ្រាន់អញ្ចឹងសូមស្ដាប់វីដេអូនេះឲ្យដល់ចប់ពេលខ្លះយើងតែងតែប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកនៅជុំវិញខ្លួនហើយយើងតែងតែមើលពីចំណុចខ្លាំងឬក៏សមត្ថភាពពិសេសរបស់គេហើយតែងតែសួរខ្លួនឯងថាហេតុអីបានជាយើងអត់មានសមត្ថភាពទាំងអស់នោះឬក៏ហេតុអីបានយើងអាចធ្វើបានល្អដូចជាគេហើយជារឿយៗនៅពេលដែលយើងគិតបែបនេះគឺវាតែងតែធ្វើឲ្យយើងងាកមកមើលខ្លួនឯងថាខ្លួនឯងមិនមានសមត្ថភាពឬក៏ខ្លួនឯងអន់ឬក៏ខ្លួនឯងមានចំណុចខ្វះខាតជាច្រើនហើយជាចុងក្រោយគឺយើងមានអារម្មណ៍ថាបាក់ទឹកចិត្តហើយលែងចង់បន្តធ្វើកិច្ចការអ្វីដែលយើងកំពុងតែធ្វើប៉ុន្តែនេះគឺជាការគិតដែលខុសពីព្រោះពេលខ្លះយើងសម្លឹងមើលតែពីអ្នកដទៃយើងមើលតែពីចំណុចខ្លាំងរបស់គេប៉ុន្តែយើងភ្លេចមើលខ្លួនឯងថាតើខ្លួនឯងមានចំណុចខ្លាំងណាខ្លះវាអត់ប្រកបទេថានៅពេលដែលអ្នកដទៃមាននៅចំណុចល្អឬចំណុចខ្លាំងណាមួយហើយយើងអត់មាននៅចំណុចទាំងអស់នោះមានន័យថាយើងអន់ប៉ុន្តែការពិតវាអាចមាននៅចំណុចខ្លាំងផ្សេងទៀតដែលយើងមានហើយអ្នកដទៃអត់មានវិញអញ្ចឹងអីដែលសំខាន់គឺយើងត្រូវតែសិក្សាពីខ្លួនឯងហើយស្វែងរកអ្វីជាចំណុចខ្លាំងរបស់ខ្លួនឯងហើយជាជាងការដែលយើងដាក់សម្ពាធឲ្យខ្លួនឯងគួរតែយកពេលវេលានោះមកដុសខាត់ហើយនឹងជំរុញចំណុចខ្លាំងរបស់ខ្លួនឯងឲ្យកាន់តែល្អប្រសើរវិញជាក់ស្ដែងដូចជាបទពិសោធន៍ផ្ទាល់ខ្លួនដោយសារខ្ញុំជាមនុស្ស introvert ខ្ញុំអត់សូវចូលចិត្តក្នុងការចូលរួមទៅក្នុង event ដែលមានមនុស្សច្រើនឬក៏ event ដែលមានលក្ខណៈជា loud music ពីព្រោះនៅពេលដែលចូលទៅក្នុងកម្មវិធីទាំងអស់នោះវាធ្វើឲ្យ energy របស់ខ្ញុំធ្លាក់ចុះមានថាវា drain energy របស់យើងហើយយើងអត់មានអារម្មណ៍ថា confident យើងអត់មានអារម្មណ៍ថាថាមពលរបស់យើងស្ថិតនៅក្នុងកម្រិតអតិបរមាទេអញ្ចឹងនៅពេលនោះគឺយើងពិបាកក្នុងការបង្ហាញពីខ្លួនឯងឬក៏ក្នុងការប្រស្រ័យតាក់ទងជាមួយអ្នកដែលចូលរួមផ្សេងៗទៀតប៉ុន្តែនេះអាចថាជាចំណុចខ្សោយរបស់ខ្ញុំប៉ុន្តែខ្ញុំក៏មានចំណុចខ្លាំងផ្សេងទៀតមានន័យថាខ្ញុំចាប់ផ្ដើមទទួលបាន energy កាន់តែខ្លាំងឬក៏ខ្ញុំមានថាមពលកម្រិតអតិបរមានៅពេលដែលខ្ញុំឡើងទៅលើឆាកនៅពេលដែលខ្ញុំកាន់មីក្រូឬក៏នៅពេលដែលខ្ញុំនិយាយជាសាធារណៈទៅកាន់មនុស្សទោះបីជាច្រើនរយនាក់ច្រើនពាន់នាក់ក៏ដោយអញ្ចឹងយើងឃើញថាទោះបីជាខ្ញុំជាមនុស្ស introvert អត់ចូលចិត្តក្នុងការ networking ជាមួយមនុស្សទូទៅនៅក្នុងលក្ខណៈ public event ឬក៏ event ដែលមានសំឡេងខ្លាំងនៃ music ឬក៏នៃការជជែកគ្នារវាងមនុស្សនិងមនុស្សប៉ុន្តែផ្ទុយទៅវិញគឺខ្ញុំខ្លាចទៅជាមនុស្សដែលមានលក្ខណៈ extrovert នៅពេលដែលខ្ញុំស្ថិតនៅក្នុង spotlight ឬក៏នៅពេលដែលខ្ញុំចាប់ផ្ដើមនិយាយជាសាធារណៈអញ្ចឹងខ្ញុំមើលឃើញថាខ្ញុំអាច express ខ្លួនឯងខ្ញុំអាចបង្ហាញអំពីសមត្ថភាពរបស់ខ្លួនឯងទៅកាន់សាធារណៈបាននៅពេលដែលខ្ញុំធ្វើជា presentation ឬក៏ធ្វើជា public speaking ហើយនេះហើយគឺជាចំណុចខ្លាំងដែលខ្ញុំគួរតែផ្ដោតទៅលើវាហើយក៏ខ្ញុំគួរតែអនុវត្តវាឲ្យបានច្រើនដើម្បីបង្ហាញអំពីខ្លួនឯងវាស្មើនឹងការដែលយើងចូលទៅក្នុង public event ឬក៏ public party ដើម្បី express ខ្លួនឯងឬក៏ដើម្បី build networking អញ្ចឹងគ្រាន់តែថារបៀបដែលយើងបង្ហាញអំពីខ្លួនឯងវាអាចស្ថិតនៅក្នុងកលៈទេសៈផ្សេងគ្នាឬក៏ស្ថានភាពផ្សេងគ្នាអញ្ចឹងអ្វីដែលចង់ណែនាំទៅទាំងអស់គ្នាគឺថាយើងគួរតែស្វែងយល់អំពីអ្វីដែលជាចំណុចខ្លាំងអ្វីដែលធ្វើឲ្យយើងមានភាពក្លាហានឬក៏មានថាមពលកាន់តែខ្លាំងក្នុងការបំពេញការងារនោះគឺជាសមត្ថភាពខ្លាំងរបស់យើងហើយអញ្ចឹងយើងគួរតែផ្ដោតទៅលើវាហើយកុំយកពេលវេលាទៅប្រៀបធៀបខ្លួនឯងឬក៏ព្យាយាមបង្ខំខ្លួនឯងឲ្យធ្វើអ្វីមួយដែលអ្នកដទៃធ្វើបានល្អប៉ុន្តែយើងធ្វើមិនបានល្អពីព្រោះថានោះអាចមិនមែនជាថាមពលឬក៏អាចមិនមែនជាសមត្ថភាពពិសេសរបស់យើងនោះទេអញ្ចឹងនៅពេលដែលយើងស្វែងរកខ្លួនឯងឃើញហើយយល់ច្បាស់អំពីចំណុចខ្លាំងរបស់ខ្លួននោះគឺយើងមិនអាចត្រូវបានបញ្ឈប់បានទេអញ្ចឹងហើយខ្ញុំចង់ឲ្យទាំងអស់គ្នាសាកដកខ្លួនចេញអំពីការគិតអំពីអ្វីដែលកំពុងតែកើតឡើងជុំវិញខ្លួនហើយសួរខ្លួនឯងវិញថាតើអ្វីដែលខ្ញុំចូលចិត្តធ្វើបំផុតអ្វីដែលខ្ញុំធ្វើបានល្អបំផុតហើយយកចំណុចនោះហើយមកអភិវឌ្ឍខ្លួនឯងបន្ថែមដើម្បីបង្កើននូវសក្តានុពលរបស់ខ្លួនឯងវិញអរគុណច្រើនអញ្ចឹងបើសិនបើទាំងអស់គ្នាចូលចិត្តនឹងការចែករំលែករបស់ខ្ញុំសូមជួយ like share ហើយនិង comment នៅ topic ណាមួយដែលអ្នកទាំងអស់គ្នាចង់ដឹងបន្ថែមទៀតឬក៏ចង់ពិភាក្សាជាមួយគ្នានោះខ្ញុំនឹងធ្វើការចែករំលែកទៅតាម topic ដែលអ្នកទាំងអស់គ្នាចាប់អារម្មណ៍អរគុណច្រើនហើយនឹងជួបគ្នានៅវីដេអូក្រោយ